ធ្វើការសួរនាំគាត់មិញគាត់និយាយមិនខ្លះដែរគាត់ថាគាត់ជូនមកស្រីគាត់មកជួយសង្សារគាត់បាទហើយទៅគាត់ត្រឡប់ទៅវិញមានអ្នកប្រុសទៀតមកគាត់ទៅបាទដល់ពេលហើយទៅគេហៅគាត់ទៅទស្សនៈគាត់ព្រមទៅព្រមទៅក៏គេឈប់គាត់នៅម្ដុំហ្នឹងហើយក៏ចុះការវាយគាត់យកជួយវាយនៅណាវិញវាយនៅគេនៅបងខ្ញុំទៅងើបបងដើមមិញអីគាត់មកពីណាវិញចាមកពីណាខ្ញុំជូនបងគាត់មកដល់ពេលហើយគាត់ទៅមួយសង្សារគាត់ទៅដល់មួយនឹងពីណាទេមកលុបខ្ញុំវាវាយយកទូរស័ព្ទយកឲ្យអស់វាធំលុបខ្ញុំគ្នាមកនេះវាម្នាក់ឯងវាយខ្ញុំបោះហើយវាយស្លាប់នៅណាវាយទៅនោះខ្ញុំធ្វើស្លាប់បានវាបានទៅហើយដឹកមកពីណាវិញចាយើងមកពីណាវិញខ្ញុំធ្វើការទៅព្រៃវែងព្រៃសយើងនេះណាចាមកពីណាយើងមកពីណាខ្ញុំមកពីព្រៃវែងខេត្តព្រៃវែងចាតាមគេមកដល់ហ្នឹងអត់ទេវាលុបមកវាថាជូនខ្ញុំទៅផ្ទះបងខ្ញុំគាត់តាមសង្សារគាត់ទៅបាត់ហើយខ្ញុំធ្វើស្លាប់ទៅបានជួយខ្លួនបងឥឡូវគាត់ទៅណាវិញបើឯងដាក់ខ្ញុំណាទៅដាក់ទៅឥឡូវឡើងក្រោយនេះឡើងជិះក្រោយមកដៃមកខ្ញុំខ្លាចឲ្យឡើងជិះក្រោយប្រពន្ធនៅក្រោយនៅក្នុងជួយឲ្យវាយឡាបាក់ស្វ័យយកឲ្យវាយដៃវាដៃវាយបាក់អស់ហើយធ្វើមិនបានដល់គេឲ្យគេវាយចឹងវាខំលោបខ្ញុំទៅពេលហើយខ្ញុំថាអត់ទេខ្ញុំអត់ផងទេខ្ញុំទូរស័ព្ទលុយខ្ញុំថាទឹកនឹងចេញដោះគួយកូនហើយយូរនៅវាយមិញនឹងបងឡើងគួយក្រោយចូលក្រោយចាំដុបទៅឡៃភ្លឺនេះអរគុណហើយមែនទៀតសម្រាប់បងប្រុសបាទបងមិនមានបងប្រុសទេគឺប្អូនស្រីខាងលើនេះគឺពិតជាពិបាកមែនទៀតឯប្រិមិត្តទូចសិជនបាទគឺគាត់បើករថយន្តនៅតាមផ្លូវបាទគាត់ក៏ឃើញស្ថានភាពរបស់ប្អូនស្រីបាទគឺរងរបួសបែកមុខបែកមាត់នឹងប្រឡាក់ពោពេញទៅដោយឈាមបាទហើយដំបងឡើយគាត់ស្មានតែជាមនុស្សបកលចរិតបាទដោយគាត់ឃើញថាស្ថានភាពមិនស្រួលគាត់ក៏បានឈប់នៅក្នុងការឲ្យគាត់ឡើងជិះលើរថយន្តបងនេះបាទបានធ្វើការសួរនាំគាត់យ៉ាងម៉េចខ្លះដែរនៅពេលហ្នឹងសួរនាំថាមុខហើយមានរឿងអីហើយមកពីណាហើយគាត់ថាមានគេវាយប្លន់យកទ្រព្យសម្បត្តិរបស់គាត់ហ្នឹងបាទហើយគាត់មកពីណាវិញហើយគាត់ថាមកពីព្រៃវែងតាមបងស្រីគាត់អូអញ្ចឹងបាននេះថាបងស្រីខាងលើគាត់មកពីព្រៃវែងទេបងនេះបាទហ្នឹងហើយបាទហើយគាត់សួរគាត់ទៅណាគាត់ថាគាត់អត់ដឹងដែរអត់ដឹងមានដឹងប៉ុន្តែបងឃើញស្ថានភាពរបួសរបស់គាត់មិញគឺថាត្រូវកន្លែងណាខ្លះដែរទៅភ្នែកខ្ទង់ច្រមុះហើយនឹងបាក់ធ្មេញហ្មងបងនេះបាទ